បើសិនជាបងប្អូនចង់រៀនវីដេអូពីក្នុងស្រុកជាមួយភាសាមួយបែបកម្ពុជា CSX យើងក៏មានគ្រប់ឯកជនដែលផ្ដល់សេវាប្រឹក្សាអាចតាក់ទងសួរព័ត៌មានបន្ថែមឬក៏ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ Telegram នៅលើវីដេអូនេះស្រាប់បាទសូមអរគុណកុំចាច់ចេះរឹងរូសការចាច់ចេះរឹងរូសចំពោះបញ្ហាជារឿងល្អតែការចាច់ចេះរឹងរូសចំពោះការពិភាក្សាការផ្ដល់ប្រឹក្សាឬការហាម5ពីសមាជិកក្រុមមិនមែនជារឿងគាត់ប្រសើរគួរប្រកាន់យកឡើយព្រោះអាចជាការយល់ខុសតែម្នាក់ឯងអាចនាំគ្រោះថ្នាក់នាំអន្តរាយដល់ខ្លួនយើងមានក្រុមជាទីប្រឹក្សារាប់ថាជាសំណាងកុំអាងគំនិតទោលតែម្នាក់ឯងត្រូវចេះស្ដាប់គេស្ដាប់ឯងក្រែងលោវាត្រូវជាងជៀសវាងការខុសតែម្នាក់ឯងត្រូវចេះស្ដាប់គេស្ដាប់ឯងក្រែងលោវាត្រូវជាងជៀសវាងការខុសខកខ្លួនខកប្រានខកពេលវេលាខាតទ្រព្យបង់អាយុជីវិតពិតជាមានគ្រោះដល់ខ្លួនឬក្រុមមនុស្សដែលចោទចេះរឹងរូសតែងតែខុសព្រោះឆ្លក់វង្វេងផ្លូវលងចិត្តងឹតគំនិតផុងខ្លួនគ្មាននរណាអាចជួយត្រទ្រង់មនុស្សដែលចេះស្ដាប់តែគេឯងតែងបានគំនិតគិតត្រូវធ្វើត្រូវហើយបើខុសក៏មានគេជួយសង្គ្រោះបានតាន់ពេលវេលានិងគ្មានការស្ដីបន្ទោសព្រោះគំនិតយោបល់រួមនិទានក្តាន់ក្អែកនិងចចកក្តាន់និងក្អែកជាមិត្តនឹងគ្នារស់នៅក្នុងព្រៃយ៉ាងសុខសាន្តថ្ងៃមួយចចកឃើញក្តាន់កំពុងស៊ីស្មៅម្នាក់ឯងក៏ចូលទៅនិយាយបញ្ជោអួតសរសើរក្តាន់តតែក្តាន់ស្រឡាញ់ទុកចិត្តទាំងពីរនាក់ក៏សុំគ្នាជាមិត្តទៅមករកគ្នាញឹកញាប់ញឹកញយក្អែកឃើញក្តាន់លុះដោយឧបាយកលចចកក៏និយាយពន្យល់ថាណែក្តាន់ឯងត្រូវឈប់តាក់ទងយកចចកជាមិត្តវាមិនស្មោះត្រង់នឹងឯងទេថ្ងៃណាមួយវានឹងបញ្ឆោតឯងធ្វើជាចំណីមិនខានក្តាន់ថាឯងយល់ខុសហើយក្អែកចចកស្រឡាញ់រាប់អានខ្ញុំដោយស្មោះមិនមែនដូចមិត្តថាទេល្ងាចមួយចចកឃើញអន្តៈព្រានព្រៃក៏កើតក្តីព្រុសមិត្តរួចទៅបបួលក្តាន់ថាណែមិត្តមកទៅរកស៊ីនៅជាយព្រៃខាងនោះជាមួយខ្ញុំកន្លែងនោះស្មៅក៏ខ្ចីស្លឹកឈើក៏សម្បូរក្តាន់ឮសម្ដីក៏យល់ព្រមចចកនាំក្តាន់ទៅត្រង់អន្តៈក៏វាត់ពាត់ជើងក្តាន់ក្រោយយួរឡើងក្តាន់ភ័យស្រែកហៅចចកឲ្យជួយចចកធ្វើមិនលឺរត់ពួនក្បែរកំពតត្រីសុំទ្រុំសំងំចាំមើលក្តាន់ឲ្យតែក្តាន់រើបំរាស់ននាងកន្ត្រោងអស់កម្លាំងវានឹងចេញមកស៊ីថ្លែងពីក្អែកពុំឃើញក្តាន់នៅកន្លែងហារកមិត្តវាគ្រប់ច្រកល្ហកក៏ប្រទះឃើញក្តាន់ជាប់អន្តៈវាហៅចុះទុំលើមែកឈើក្បែរនោះហើយនិយាយថាណែក្តាន់ហេតុអីក៏ដើរឲ្យជាប់អន្តៈយ៉ាងនេះក្តាន់ឆ្លើយថាមិត្តអើយនេះគឺខុសពីខ្ញុំមិនស្ដាប់មិត្តទៅចាញ់បោកចចកសូមមិត្តអាណិតជួយដោះខ្ញុំឲ្យផុតពីគ្រោះថ្នាក់ផងក្អែកប្រាប់ឧបាយកលថាបើព្រានមកដល់ឯងខ្លែងធ្វើជាស្លាប់បើព្រានដោះហើយឯងត្រូវចាំស្ដាប់សញ្ញាខ្ញុំកាលណាខ្ញុំស្រែកឮខ្វក់ខ្វក់ឯងត្រូវស្ទុះបាល់ចូលព្រៃឲ្យលឿនព្រានមកដល់ឃើញក្តាន់ជាប់អន្តៈដេកស្លាប់ស្ដុកក៏ដោះក្តាន់ទៅម្ខាងក្អែកឃើញដូច្នេះស្រែកខ្វក់ខ្វក់ក្តាន់ស្ទុះផ្លិតបោលផ្លោះដូចផ្លេចបន្ទោលចូលព្រៃបាត់ព្រានឃើញក្តាន់បោលក៏ស្ទុះយកដុំពេងចោលសម្ដៅក្តាន់តែជួនជាចំទៅលើព្រៃសុំទ្រុំជាកន្លែងដែលចចកសំងំនៅដុំពេងធ្លាក់ត្រូវចចកក៏ដល់នៅក្តីមរណៈទៅហោងគំនិតពិចារណា 1. កុំឆ្លុះវង្វេងនឹងពាក្យសរសើរបញ្ចោបញ្ចើចពីមនុស្សដែលយើងមិនស្គាល់សន្តានចិត្តច្បាស់ព្រោះការសរសើរគឺជាថ្នាំសណ្ដំដ៏សាហាវឃោរឃៅបំផុតវាធ្វើឲ្យយើងឆ្លក់វង្វេងពលអារម្មណ៍ទៅជាស្រឡាញ់ជឿស្លងនឹងការអូសទាញទាំងឡាយហ៊ានធ្វើអ្វីៗដើម្បីគេតាមគេដោយគ្មានការសង្ស័យនិងប្រុងប្រយ័ត្ន 2. គ្មានបុគ្គលណាសរសើរយើងដោយគ្មានគោលបំណងនោះទេយើងត្រូវគិតភ្លាមនៅពេលដែលមានគេសរសើរដូចជាត្រូវគិតថាតើយើងមានចំណុចល្អពិតដូចគេសរសើរទេតើគេមានអ្វីដែលត្រូវសហការជាមួយយើងទេតើគេសម្លឹងឃើញផលប្រយោជន៍អ្វីពីក្រៅការសរសើរទេតើគេសរសើរដែលមានគោលបំណងចង់បានអ្វីពីយើងត្រេកអរចុះច
ចំពោះការសរសើរតែមន្ត្រីឆ្លុះវង្វេងភ្លេចសតិស្មារតីចំពោះខ្លួននិងទ្របឡើយ 3. នៅសុកមានគេចូលមកទំនាក់ទំនងតាំងប្រយ័ត្នខ្លួនភ្លាមព្រោះថាច្បាស់ជាគេមានគោលបំណងអ្វីមួយមិនខានវាអាចជាគោលបំណងល្អឬបំណងអាក្រក់តែទោះជាយ៉ាងណាក៏ដោយកុំឲ្យអន្តរាយយើងត្រូវចេះប្រុងប្រយ័ត្នដោយកុំបង្ហាញអារម្មណ៍ណាមួយឲ្យគេយល់ដឹងឬសម្គាល់ឲ្យដឹងសោះសត្រូវងាយបោកប្រាស់យើងបាននៅពេលដែលគេដឹងចំណុចខ្សោយរបស់យើង 4. ត្រូវជឿជាក់លើក្រុមកុំជឿជាក់លើអ្នកដទៃក្រុមអាចស្មោះត្រង់នឹងយើងអ្នកដទៃស្មោះត្រង់ឬមិនស្មោះត្រង់មិនអាចដឹងបានឡើយអ្នកដទៃដែលហ៊ានឈានជើងមករំខាននិងបំបែកក្រុមមិនមែនជាបុគ្គលល្អឡើយយើងត្រូវស្ដាប់ក្រុមឲ្យបានច្រើនជាងអ្នកដទៃយកល្អកុំចង់សាកលោនឹងអ្នកដទៃតែបើបានជាជ្រុលសម្ដីហើយត្រូវសាកល្បងបន្តិចម្ដងកុំសាកល្បងជ្រៅភ្លាមនាំជ្រុលខ្លួនជួបរឿងម៉ោងសៅ 5. ចូលស្ដាប់គេស្ដាប់ឯងក្រែងវាខុសព្រោះគំនិតឯងភាពអត្តនោម័តមិនមែនជាគោលការណ៍ដ៏ល្អត្រឹមត្រូវក្នុងកិច្ចសហការធ្វើការងារជាក្រុមឡើយបើចូលមករស់នៅឬធ្វើការជាក្រុមត្រូវចេះស្ដាប់ក្រុមគួរគិតថាគំនិតច្រើនប្រសើរជាងគំនិតតិចគំនិតតែមួយអាចជួបព្រួយគំនិតច្រើនអាចនាំឲ្យមានការរីកចម្រើនចាអរគុណច្រើនបងប្អូនអត្ថបទនេះក៏បានមកចប់មកហើយបើសិនណាបងប្អូនបានស្ដាប់តាំងពីដើមរហូតដល់ចប់មិនទាន់បានជួយ Subscribe ឬក៏ Follow Page នាងខ្ញុំទេសូមជួយ Subscribe ហើយ Follow Page នាងខ្ញុំម្នាក់មួយផងដើម្បីបានទទួលបានអត្ថបទល្អៗដែលនាងខ្ញុំដកស្រង់ចេញពីសៀវភៅសម្រាប់យកទៅការអនុវត្តរស់នៅប្រចាំថ្ងៃហើយអ្វីដែលល្អបងប្អូនយកចុះចាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតស្ដីបងប្អូននេះលុយដៃគូខ្ញុំគាត់ផ្ញើមកតាំងពីខេត្តបន្ទាយមានជ័យហើយខ្ញុំទទួលគ្រប់25ខេត្តក្រុងហើយបើសិនណាបងប្អូនខ្ជិលផ្ញើមកឲ្យខ្ញុំជួយដូរឲ្យទេបងប្អូនអាចយកនៅធនាគារជាតិខ្លួនឯងបានទីតាំងនៅទីរួមខេត្តបងប្អូនដែលបងប្អូនរស់នៅសិនណាបងប្អូនចង់សហការមួយខ្ញុំក៏បានដល់ថាបងប្អូនអត់ចេះបិទអត់ចេះអីហើយខ្ជិលទៅដូរហើយនៅឆ្ងាយពីខេត្តអីចឹងតែបងប្អូនអាចទំនាក់ទំនងមកតាមខ្ញុំបានតាមរយៈលេខ Telegram ដែលខ្ញុំបានដាក់នៅក្នុងបណ្ដាញសង្គមគ្រប់ដែលខ្ញុំប្រកាសចឹងអញ្ចឹងនាងខ្ញុំធ្វើវីដេអូមួយនេះជាគំរូសម្រាប់តំណាងឲ្យ page ឲ្យ channel នាងខ្ញុំអញ្ចឹងបើសិនណាបងប្អូនចង់ដូរចង់អីទេអាចឆាតសួរតាមរយៈ Telegram ក៏បានតាម Facebook page Facebook ផ្ទាល់ខ្លួនក៏បានដែរហើយយើងចង់រកដៃគូសហការដូចដៃគូខ្ញុំអញ្ចឹងណាចឹងបងប្អូនអាចឆាតតំណែងបានអរគុណ